Gameplay មួយនេះគឺថាខ្ញុំបានដកជាមួយនឹង Julian យកមកដើរជា ASP ហើយនៅក្នុង Gameplay នេះគឺខ្ញុំបានប៉ះឡើងជាមួយនឹងHero Freya ហើយ Hero Freya ហ្នឹងមិនដឹងថាលេងកាចប៉ុណ្ណាទេហ្នឹងហើយគ្រាន់តែ level 1ហ្នឹងចូលមកដេញវាយយើងដល់ក្នុង thread ប៉ុន្តែកន្លែងនេះមានណាខ្ញុំមាន spell ល្បីលឿនដាក់ឆ្វាច់បាន first blood មួយហើយបន្ទាប់ពី C Freya បានមួយ kill ក៏យើងអត់ទាន់តាណាដែរហ្នឹងហើយគ្នាយើងអាចមើលបានកន្លែងនេះទាប់តែ level 2ទេហ្នឹងហើយ Julian ខ្ញុំC Freya បាន2 kill ហើយអញ្ចឹង gameplay មួយនេះដំបូងខ្ញុំគិតថាប្រហែលជាពិបាកអ្វីឯងព្រោះយើងដើរ lane ប៉ះជាមួយនឹង Freya ដោយសារតែ Freya គឺជា hero មួយដែលឈឺខ្លាំងហើយឡើងឈាមប៉ុន្តែមិនមែនជាបញ្ហាទេហ្នឹងហើយដោយសារតែ early យើង C គាត់បាន2 kill ហើយអញ្ចឹង Freya គឺគ្មាន Gallo ជាមួយយើងទេហ្នឹងហើយអញ្ចឹងកន្លែងនេះបន្ទាប់ពី clear minion ហើយយើងក៏ rotate មកជួយមើល hyper របស់យើងអញ្ចឹងប៉ុន្តែមានណាជួបជាមួយនឹង Freya ទៀតកន្លែងនេះដាក់មក combo អត់ត្រូវទេហ្នឹងហើយប៉ុន្តែអត់អីទេ Freya ហ្នឹងគឺអត់ខ្លាចយើងទេហ្នឹងហើយគាត់មកកាក់ lane កាក់ minion អីចឹងទៅតែកន្លែងនេះមានណាបត់កបោះគ្នាយើងមួយទៀតហ្នឹងហើយអញ្ចឹង gameplay នេះអាចថាល្អដែរហ្នឹងហើយ hyper មកជួយខាង EXP រហូតហើយយើងជា HP ក៏មិនភ្លេចដែរហ្នឹងហើយយើងត្រូវមកជួយcarry ជួយវាយ total អីចឹងទៅនៅពេលដែល total យើងវាយ total បានច្រើនយើងមានលុយយើងអាចវាយចេញហើយហ្នឹងហើយអញ្ចឹងកន្លែងនេះគឺបើសិនជាAngela មិនចូលក៏ខ្ញុំអាចវាយ Freya បានដែរហ្នឹងហើយយើងលេង IQ ខ្លះទៅហ្នឹងហើយអញ្ចឹងកន្លែងនេះ Freya គេថាក្រត់ផុតហ្នឹងមានណាខ្ញុំដាក់មក combo បាន1 kill ទៀតអញ្ចឹងកន្លែងនេះខ្ញុំស៊ី Freya បាន3 kill ហើយហ្នឹងហើយ3 0ហើយអញ្ចឹង Freya គឺអត់មាន Gallo ជាមួយយើងទេហ្នឹងហើយថា early ទោះជា late game ក៏ដោយហ្នឹងហើយឥឡូវចូលមកដល់ level 7ហើយគឺថាបិទ Freya អត់ឲ្យចេញពី turret ទេហ្នឹងហើយគឺយើងអាចមើលបាន gameplay មួយនេះគេថា Freya level 7ទេហើយខ្ញុំ level 8ហើយហ្នឹងហើយអញ្ចឹងកន្លែងនេះ1 2 យើងដកសិនមកយើងបញ្ឆោត Freya មួយទៀតយើងប្រើIQ ហ្នឹងហើយ Freya វាយយើងកវីគាត់អស់ស្លាប់ហើយដល់វគ្គយើងម្ដងហើយដាក់ combo ឆ្វាច់1 2 អ្នកវាយ basic attack ដូចគ្នាអត់មាន Gallo ជាមួយ Julian យើងទេអញ្ចឹងបានថាហ្នឹងណាមិនថាក្នុងเกมឬក៏នៅក្រៅទេហ្នឹងហើយឲ្យតែយើងមានលុយគឺគ្មានខ្លាចណាទេហ្នឹងហើយអញ្ចឹងកន្លែងនេះបន្ទាប់ពី C Freya ហើយយើងក៏មកជួយជាមួយនឹង total មួយទៀតអញ្ចឹងកន្លែងនេះយើងដាក់មក combo ហើយយើង C ជាមួយនឹង Hyper គេបាន1 kill ហើយយើងមាន spell វាយលឿនអញ្ចឹងទៅ C ជាមួយនឹង make គេបាន1 kill តមកវាដេញវាយជាមួយនឹងកន្ទឿខ្នានេះគ្មានណាកន្លែងនេះខ្ញុំខ្លាច Freya វាយហ្នឹងហើយអញ្ចឹងទៅក៏ដកសិនឥឡូវយើងទៅវិញហ្នឹងហើយយើងដេញជួយវាយជាមួយនឹង Potion របស់យើងកន្លែងនេះអត់អីទេហ្នឹងហើយ Freya គេរត់ផុតហ្នឹងហើយប៉ុន្តែអត់អីទេយើងដកមកសិនមកបន្តមកទៀតចូលដល់ level 12គឺមក team fight កន្លែងតារាហ្នឹងហើយទៀតហ្នឹងហើយកន្លែងនេះយើងគឺយើងស៊ីជាមួយនឹងមេគេបាន1 kill ទៀតហ្នឹងហើយគឺ Julian យើង build ឲ្យត្រូវជាមួយនឹង spell របស់យើងមកហ្នឹងហើយ spell វាយលឿនហ្នឹងយើងដាក់មកបន្តមកទៀតចូលដល់ late game ហើយនឹង Julian របស់យើងកាន់តែ late គឺកាន់តែឈឺហ្នឹងហើយអញ្ចឹងកន្លែងនេះ level 15ហើយគឺខ្ញុំបានស៊ីជាមួយនឹងមេគេបាន1 kill ហើយខ្ញុំថាវាយជាមួយនឹង MM គេមានណាជាប់នឹងកន្ទឿខ្នាហ្នឹងងាប់បានពេលតពីកើតមកវិញក៏អត់ទៅណាឆ្ងាយដែរហ្នឹងហើយយើងបានឡតឲ្យមក team fight នឹងកន្លែងតារាហ្នឹងហើយទៀតអញ្ចឹងកន្លែងនេះខ្ញុំគិតថាប្រហែលជាឈ្នះហើយហ្នឹងហើយយើងមានឡតមានអីមកអញ្ចឹងណាហើយ gameplay ហ្នឹងគឺយើងមានប្រៀបជាងយើងវាយបានជាងហើយយើងឆ្វែហ្នឹងទៅគឺថាចូលវាយក្រោយឡតមានណាទៅមកជាប់ឆ្មាហ្នឹង Freya មកដាក់ឆ្វាច់ប៉ុន្តែអត់អីទេកន្លែងនេះយើងដាក់ combo យើងអាចរត់ផុតហ្នឹងហើយអញ្ចឹងបន្ទាប់ពីឡតទី1យើងអត់ឈ្នះទេយើងមកយកឡតទី2អញ្ចឹងកន្លែងនេះគឺយើងវាយឡតប៉ុន្តែកន្លែងនេះអត់បានឡតទេហ្នឹងហើយខាង hyper គេមកសម័យបានប៉ុន្តែអត់អីទេកន្លែងនេះគឺយើងឈ្នះជាមួយនឹង team fight ខាងគេដែរហ្នឹងហើយអញ្ចឹងเกมនេះនៅពេលដែលយើងឈ្នះ team fight កន្លែងនេះគឺយើងឈ្នះបណ្ដោយគ្នាគេងាប់អស់ហើយអញ្ចឹងយើងឱកាសល្អយើងបុកផ្ទះយកតែម្ដង